ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងមុននឹងចូលទៅដល់ក្នុងគឺសូមលោកគ្រូអ្នកគ្រូជួយបំពេញតទៅនឹងគណនីផងលោកគ្រូអ្នកគ្រូគឺជាថ្នាក់បឋម PLP អញ្ចឹងពេលដែលលោកគ្រូអ្នកគ្រូបំពេញហើយលោកគ្រូអាចចូលទៅក្នុងបានអញ្ចឹងបន្តមកទៀតយើងត្រូវពិនិត្យមើលតទៅនឹងឈ្មោះផងលោកគ្រូអ្នកគ្រូថាតើត្រឹមត្រូវដែរឬអត់តទៅនឹងតកូលហើយនឹងឈ្មោះអញ្ចឹងលោកគ្រូអ្នកគ្រូហើយពេលដែលយើងពិនិត្យហើយប្រសិនបើមានខុសអីលោកគ្រូអ្នកគ្រូអាចទៅចូលកែនៅក្នុង account ឬក៏ជាគណនីផងលោកគ្រូនៅក្នុងថា PLP អញ្ចឹងហើយបន្តមកទៀតលោកគ្រូអាចចូលទៅកន្លែងវគ្គសិក្សារបស់ខ្ញុំអញ្ចឹងពេលដែលលោកគ្រូអ្នកគ្រូអាចពេលលោកគ្រូអ្នកគ្រូចូលទៅដល់វគ្គសិក្សារបស់ខ្ញុំហើយ KRUPCU អញ្ចឹងពេលដែលលោកគ្រូអ្នកគ្រូពេញហើយលោកគ្រូអ្នកគ្រូអាចចូលទៅដល់វគ្គហ្នឹងហើយអញ្ចឹងលោកគ្រូអ្នកគ្រូអាចចូលទៅបំពេញឬក៏សិក្សានៅតាមវគ្គនីមួយៗហ្នឹងអញ្ចឹងវគ្គនៅក្នុងហ្នឹងគឺលោកគ្រូអ្នកគ្រូត្រូវតែរៀនពីដើមរហូតទៅដល់ចប់គ្រូត្រូវតែសរសេរជារបាយការណ៍ឆ្លងចាំងមួយដើម្បីដាក់បញ្ចូលផងដែរពេលដែលលោកគ្រូអ្នកគ្រូពេញហើយលោកគ្រូអ្នកគ្រូអាចចុចបញ្ចប់បានអញ្ចឹងពេលលោកគ្រូអ្នកគ្រូបញ្ចប់ហើយគឺលោកគ្រូអ្នកគ្រូអាចទាញយកសញ្ញាបត្របាន